សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីប្រវត្តិវិហារសសរ100វិហារសសរ100ស្ថិតនៅក្នុងភូមិសម្បូរឃុំសម្បូរស្រុកសម្បូរខេត្តក្រចេះគឺយើងធ្វើដំណើរនៅលើផ្លូវជាតិលេខ7ចាស់តាមបណ្ដោយមាត់ទន្លេពីទីរួមខេត្តក្រចេះទៅគឺ36គីឡូម៉ែត្រពីទីរួមខេត្តវិហារនេះកើតឡើងគឺដោយសារព្រះបាទចន្ទរាជាគាត់មានបុត្រីមួយអង្គដែលមានព្រះនាមថាព្រះនាងវរភ័ក្រឬក៏ក្រពុំឈូកឈ្មោះរបស់គាត់គឺព្រះនាងវរភ័ក្រហើយក្រពុំឈូកគឺជាមន្ត្រីសពមុខមន្ត្រីហ្នឹងគាត់ដាក់ឲ្យដោយសារព្រះនាងហ្នឹងគឺមានរូបឆោមលោមពណ៌ស្អាតដាច់គេនៅក្នុងស្រុកហ្នឹងហើយព្រមទាំងមានអត្តចរិតស្លូតបូតសុភាពរាបសារហើយរុះរាយរាក់ទាក់ទើបប្រជាជននឹងនិមឺនសពមុខមន្ត្រីដាក់ព្រះនាមឲ្យថាព្រះនាងក្រពុំឈូកហើយព្រះនាងឈ្មោះព្រះនាមវរភ័ក្រគឺបិតាជាអ្នកដាក់ឲ្យនៅក្នុងវត្តវិហារសសរ100មានវិហារ4ទី1គឺវិហារឡាវបែរមុខទៅទិសខាងលិចទី2គឺវិហារសសរ100បែរមុខទៅទិសខាងជើងទី3គឺវិហារពោកើតបែរមុខទៅទិសខាងកើតទី4គឺវិហារគោកបែរមុខទៅទិសខាងត្បូងជាព្រះវិហារធំមានបដិមាករមួយអង្គដែលធំជាងគេនៅខេត្តក្រចេះហើយបែរភ័ក្រសម្លឹងទៅចេតិយព្រះនាងវរភ័ក្រដែលស្ថិតនៅទិសខាងជើងព្រះនាងវរភ័ក្រជាបុត្រីរបស់ព្រះបាទអង្គចន្ទរាជាសូមជម្រាបថាព្រះបាទអង្គចន្ទរាជាជាព្រះរាជានៅសម័យលង្វែកឡើងគ្រងរាជ្យគឺដោយសារប្រជារាស្ត្រសុំឲ្យព្រះអង្គឡើងសោយរាជ្យគឺគាត់មិនមែនចង់ឡើងសោយរាជ្យខ្លួនឯងទេដោយសារប្រជាជនឃើញថាមានសមត្ថភាពខាងកាយអាចគ្រប់គ្រងប្រទេសបានអញ្ចឹងក៏ប្រជាជនសំណូមពរឲ្យគាត់ឡើងសោយរាជ្យគាត់ព្រះអង្គក៏ឡើងសោយរាជ្យពីឆ្នាំ1516សោយរាជ្យចាប់ផ្ដើមសោយរាជ្យនៅឆ្នាំ1516ព្រះបាទចន្ទរាជាអនុជពៅរបស់ព្រះបាទស្រីសុគន្ធបុត្រគាត់ព្រះអង្គមានស្នាព្រះហស្ថជាច្រើនដូចជាបានរំដោះរាជបល្ល័ង្កពីស្ដេចកនបានកសាងបន្ទាយលង្វែកដោយធ្វើកំពែងការពារ5ជាន់ព្រមទាំងដាំឫស្សីយ៉ាងក្រាស់កម្រាស់2សិនដែលមួយសិនស្មើនឹង20ព្យាមហើយមួយព្យាមស្មើនឹង2ម៉ែត្របន្ទាយលង្វែកមានទទឹង2គីឡូម៉ែត្រហើយនឹងបណ្ដោយ3គីឡូម៉ែត្រកសាងនៅឆ្នាំ1527រហូតដល់1529ស្នាព្រះហស្ថរបស់ព្រះអង្គព្រះបាទចន្ទរាជាផ្សេងទៀតគឺបានរំដោះអាណាខេត្តខ្មែរពីសៀមបានរៀបចំវប្បធម៌ខ្មែរឡើងវិញព្រះអង្គមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងប្រទេសស្រឡាញ់ជាតិនិងប្រជារាស្ត្រដោយរៀនដីស្រែនិងរៀបចំប្រព័ន្ធធារាសាស្ត្រជូនប្រជារាស្ត្រព្រះអង្គគឺជាស្ដេចសឹកសង្គ្រាមដ៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី16មិនតែប៉ុណ្ណោះព្រះអង្គបានសាងសង់វត្តអារាមជាច្រើនបដិមាត្រឡែងកែងព្រះគោនិងប្រមូលអ្នកប្រាជ្ញបណ្ឌិតកវីឲ្យចងក្រងនិងសរសេរឯកសារគ្រប់ប្រភេទសម្រាប់ទុកឲ្យកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយបានសិក្សានិងស្វែងយល់ក្រោយមកព្រះអង្គបានចូលទីវង្គតនៅឆ្នាំ1566នៅក្រុងលង្វែកព្រះចេតិយព្រះអង្គតម្កល់ព្រះឥដ្ឋធាតុព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃព្រះអង្គចន្ទរាជាសោយរាជ្យនៅរាជធានីលង្វែកដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងប៉ុន្តែព្រះចេតិយព្រះនាងវរភ័ក្របែរជាស្ថិតនៅក្នុងស្រុកសម្បូរខេត្តក្រចេះទៅវិញរឿងនេះមានដំណើរដូចតទៅព្រះបាទចន្ទរាជាមានបុត្រីមួយអង្គព្រះនាមវរភ័ក្រនៅពេលពេញរូបរាងឡើងព្រះនាងវរភ័ក្រមានជំងឺជាទម្ងន់ព្រះអង្គក៏រកហោរាទស្សន៍ទាយថាអ្នកដែលអាចព្យាបាលជំងឺព្រះនាងបានគឺមានតែគ្រូនៅភូមិភាគឦសានដែលជាសង្ឃទេទើបអាចព្យាបាលបាន
ព្រះអង្គក៏ចាត់ឲ្យមន្ត្រីសេនាទៅនិមន្តព្រះចៅអធិការវត្តនិកសែនមកព្យាបាលជំងឺបុត្រីព្រះចៅអធិការមាននេនមួយព្រះនាមនេនធុនហ្នឹងគឺនៅជាមួយនឹងព្រះចៅអធិការនៅពេលដែលព្រះចៅអធិការរៀបចេញមកព្យាបាលជំងឺព្រះនាងព្រះចៅអធិការបានផ្ដាំនេនធុនថាកុំឲ្យទៅបើកទូយកសិភៅនៅក្នុងបន្ទប់របស់ព្រះចៅអធិការពេលផ្ដាំរួចព្រះចៅអធិការក៏ចេញមកជាមួយមន្ត្រីនិងអាមាត្យរបស់ព្រះអង្គព្រះបាទចន្ទរាជាពេលមកព្យាបាលជំងឺព្រះនាងគឺស្នាក់នៅនឹងវាំងរយៈពេលជាច្រើនថ្ងៃលុះព្រះនាងបានជាសះស្បើយហើយបានធូរស្បើយហើយក៏ត្រឡប់ទៅវត្តនិកសែនវិញនិយាយពីរឿងនេនធុនវិញនៅពេលព្រះចៅអធិការទៅព្យាបាលព្រះរោគរបស់ព្រះនាងវរភ័ក្រនេនធុនបានទៅបើកទូយកសៀវភៅគម្ពីរក្បួនច្បាប់មុនអាគមយកមករៀនម្នាក់ឯងសៀវភៅនោះគឺបង្រៀនឲ្យមនុស្សចេះកាឡាខ្លួនជាសត្វក្រពើនៅថ្ងៃមួយនេនធុនបាននិយាយមានសង្ឃដីកាជាមួយនេននៅក្នុងវត្តថាចេះថាតើមាននេនណាចង់ឃើញសត្វក្រពើឬទេនេនក៏ឆ្លើយថាចង់បើចង់អញ្ចឹងនាំគ្នាទៅកំពង់ទឹកដល់ពេលក៏នាំគ្នាទៅនេនធុនក៏សែកមុនអាគមហើយចុះទៅក្នុងទឹកប្រែខ្លួនជាសត្វក្រពើប៉ុន្តែពេលដែលប្រែខ្លួនហ្នឹងគឺជាក្រពើតូចដល់ពេលហើយនេនក៏និយាយថាបើជាក្រពើតូចបែបនេះនៅក្នុងទឹកបើមានក្រពើធំមកប្រកាសជាខំមិនឈ្នះគេទេអញ្ចឹងនេនធុនក៏ថាបើចង់ធ្វើជាក្រពើធំក៏បានតែមុននឹងចុះទៅនេនធុនបាននិយាយថានៅពេលដែលអាត្មាប្រែខ្លួនជាក្រពើហើយសូមនេនទាំងអស់បើចង់ឲ្យខ្ញុំប្រែមកជាមនុស្សវិញត្រូវយកដងរែកវាយខ្ញុំ3ដងអញ្ចឹងពេលដែលធ្វើជាក្រពើតូចនេនក៏យកដងរែកវាយក្បាលក្រពើនឹង3ដងហើយក៏คล้ายជានេនធុនវិញដល់ពេលនេននឹងចង់ឃើញថាក្រពើតូចចឹងអាចខំចាញ់គេចឹងក៏ឲ្យធ្វើជាក្រពើធំដល់ពេលនេនធុននឹងក៏ថាអញ្ចឹងចង់ធ្វើជាក្រពើធំក៏បានដែរអញ្ចឹងនេនធុនក៏ចុះទៅក្នុងទឹកម្ដងទៀតក៏ធ្វើជាក្រពើធំហែលមកពេលដែលធ្វើជាក្រពើធំហែលមកនេនគឺឃើញហើយក៏ខ្លាចក្រពើនឹងអត់ហ៊ានវាយក្រពើនឹងទេក៏រត់នាំគ្នារត់មកវត្តវិញដោយទុកឲ្យនេនធុននៅក្នុងទឹកតែម្នាក់ឯងលុះព្រះចៅអធិការត្រឡប់មកវិញមិនឃើញនេនធុនក៏សួរនេនថាតើនេនធុនទៅណានេនអត់ហ៊ានប្រាប់ថាអត់ដឹងអញ្ចឹងនៅពេលដែលព្រះចៅអធិការបាត់នេនធុនក៏សង្ស័យថាលួចរៀនហើយគាត់ក៏ទៅរកមើលនៅកំពង់ទឹកដល់ពេលទៅកំពង់ទឹកគឺឃើញនេនធុនពេតមែននេនធុនហែលមកក៏ប្រាប់លោកតាថាឲ្យលោកតាយកដងរែកវាយក្បាលខ្លួន3ដងផងដើម្បីឲ្យក្លាយជាមនុស្សវិញប៉ុន្តែលោកតាមានពុទ្ធដីកាថាពុះពេលហើយដោយសារនេនធុនឯងក្លាយជាក្រពើវាហួសរយៈពេល7ថ្ងៃបើថានៅក្នុងកំឡុងពេល1ថ្ងៃដល់7ថ្ងៃគឺអាចវាយក្បាលទៅអាចក្លាយជាមនុស្សវិញប៉ុន្តែបើចូលដល់ថ្ងៃទី8គឺមិនអាចក្លាយជាមនុស្សវិញបានទេនេនធុនក៏ក្លាយជាក្រពើចាប់ពីពេលនោះមកហើយព្រះចៅអធិការដោយសារអាណិតនេនធុនក៏ចេះតែយកបាយចំណីឲ្យដោយថាបញ្ចូលសិលមុនអាគមនៅក្នុងបាយហ្នឹងដើម្បីឲ្យនេនធុនហ្នឹងខ្លាំងពូកែខ្លាចត្រូវក្រពើផ្សេងហ្នឹងមកខំថ្ងៃក្រោយមកជំងឺព្រះនាងវររើឡើងវិញក៏មកមន្ត្រីហើយនឹងសេនាហ្នឹងក៏មកនិមន្តព្រះអង្គព្រះចៅអធិការទៅព្យាបាលជំងឺព្រះនាងម្ដងទៀតប៉ុន្តែមកលើកនេះព
ប្រជាអធិការក៏ប្រាប់មន្ត្រីនិងសេនាថាមិនបាច់ដឹកអាត្មាទៅទេអាត្មាមានក្រពើដែលជានិពន្ធជូនទៅហើយអញ្ចឹងសំពៅរបស់ព្រះអង្គហ្នឹងក៏ត្រឡប់ទៅវិញហើយនេនធនក៏ដឹកប្រជាអធិការទៅព្យាបាលជំងឺព្រះនាងពេលទៅព្យាបាលព្រះនាងបានធូរស្បើយហើយព្រះចៅអធិការក៏ជិះនេនធនត្រឡប់មកវត្តនាគកសែនវិញក៏ប៉ុន្តែនៅពេលដែលធ្វើដំណើរមកតាមផ្លូវដល់កន្លែងបក់ស្រុកព្រែកប្រសពខេត្តក្រចេះហ្នឹងក៏ជួបក្រពើមួយឈ្មោះថាសុពណ៌កាលីសុពណ៌កាលីគឺជាយាមតាមខំក្រពើនេនធនហ្នឹងគឺមិនចង់ខំជាមួយក្រពើសុពណ៌កាលីទេដោយសារជាប់ដឹកគ្រូដឹកប្រជាអធិការក៏ចេះតែកិច្ចទៅនេះក៏គេតាមខំកិច្ចទៅនោះក៏នៅតែតាមខំកិច្ចចុះកិច្ចឡើងទៅមិនរួចក៏សម្រេចចិត្តថាខំជាមួយក្រពើសុពណ៌កាលីប៉ុន្តែដោយគិតថាពេលដែលខំគ្នានឹងគឺត្រូវកវីកវត្តចុះឡើងខ្លាចធ្វើឲ្យធ្លាក់ព្រះគ្រូប្រជាអធិការក៏សម្រេចចិត្តលេបលោកគ្រូទុកក្នុងពោះសិនហើយក៏ចាប់ដើមខំគ្នាការប្រយុទ្ធគ្នារវាងក្រពើសុពណ៌កាលីនិងនេនធនគឺរយៈពេល7យប់7ថ្ងៃរយៈពេល7យប់7ថ្ងៃទៅសុពណ៌កាលីនឹងក្រពើសុពណ៌កាលីនឹងក៏ចាញ់ហើយស្លាប់ហើយคลายជាភ្នំសុពណ៌កាលីរហូតដល់សប្តាហ៍ថ្ងៃដល់ពេលថ្ងៃទី8នេនធនក៏ខ្ជាក់លោកគ្រូប្រជាអធិការចេញមកវិញគឺព្រះគ្រូចៅអធិការបានសុគតបាត់ទៅហើយដោយសារហួសកំណត់ចឹងនេនធនមានការខូចចិត្តជាខ្លាំងព្រោះនៅពេលដែលត្រឡប់មកវត្តវិញហើយខ្ជាក់នៅវត្តហ្នឹងគឺប្រជាជននាំគ្នាថានេនធនហ្នឹងជាក្រពើរមូលគុណដែលបែរធ្វើឲ្យព្រះគ្រូចៅអធិការហ្នឹងគាត់សុគតនេនធនមានចិត្តខឹងយ៉ាងខ្លាំងទៅដល់ព្រះនាងដោយគិតថាដោយសារតែព្រះនាងទៅធ្វើឲ្យខ្លួននឹងធ្វើឲ្យគ្រូរបស់ខ្លួននឹងត្រូវស្លាប់អញ្ចឹងហើយក៏មានអំណងទៅលេបព្រះនាងទៅលេបព្រះនាងទុកក្នុងខ្លួននៅទុកក្នុងពោះដោយចង់លេបនឹងគឺនេនធនបានទៅកន្លែងកំពង់ទឹករាល់ថ្ងៃទៅចាំព្រះនាងនៅកំពង់ទឹកកំពង់ទឹកនៅកន្លែងរាជធានីលង្វែកហ្នឹងមានកំពង់ទឹកមួយនេនធនទៅចាំនៅកំពង់ទឹកហ្នឹងជារៀងរាល់ថ្ងៃនិយាយពីព្រះនាងវរភ័ក្រគឺគ្រូហោរាទូទាយបានទាយប្រាប់ព្រះបាទចន្ទរាជាថានៅពេលអាយុ18ឆ្នាំកុំឲ្យព្រះនាងចុះមកលេងទឹកពីព្រោះថាទំនាយព្រះនាងត្រូវក្រពើលេបចឹងហើយនៅពេលដែលព្រះនាងជាពីជំងឺព្រះនាងក៏សុំព្រះបិតាទៅលេងទឹកសុំលើកទី1អត់បានសុំលើកទី2អត់បានសុំលើកទី3ចេះតែសុំរហូតដល់ព្រះរាជាទ្រាំមិនបានក៏អនុញ្ញាតឲ្យមកលេងនៅកំពង់ទឹកនៅពេលដែលមកលេងគឺព្រះបាទចន្ទរាជាគាត់បានដាក់ដូចថាអ្នកបម្រើព្រះនាងមកជុំព្រះនាងអញ្ចឹងមកជន់តបមកដាក់ឫស្សីពាត់មកជន់ទៀតជន់ទី2ហើយដាក់មកជន់ទៀតនិយាយទៅ3ជន់តែនៅតែនេនធនហ្នឹងលេបព្រះនាងបានគឺដោយសារនេនធននៅក្នុងនឹងស្រាប់ពេលដែលពាត់ហ្នឹងគឺនេនធននៅក្នុងនឹងស្រាប់ហើយនេនធនក៏លេបព្រះនាងហើយធ្វើដំណើរគេចខ្លួនតាំងពីខេត្តកំពង់ឆ្នាំងតាំងពីបន្ទាយលង្វែកហ្នឹងមកឆ្លងកាត់កញ្ចេះហើយស្ទឹងត្រែងហើយមកដល់លំផាត់ខេត្តរតនគិរីទើបចាប់បានហើយចាប់បានគឺដោយសារព្រះអង្គបានរកហោរាទស្សទាយឈ្មោះហោរាទស្សគាត់ឈ្មោះហោរាទស្សព្រះអង្គឲ្យហោរាទស្សហ្នឹងក៏ទស្សទាយទៅក៏ទស្សទាយថាឥឡូវក្រពើហ្នឹងនៅកន្លែងណាអញ្ចឹងហោរាទស្សហ្នឹងគាត់ថាគាត់ធ្វើជាកន្ទោងមួយផ្សងនៅពេលដែលកន្ទោងនោះវាគួចនៅត្រង់ណាប្រកាសជាក្រពើនៅត្រង់ហ្នឹងហើយអញ្ចឹងពេលដែល
សេនាអាមាត្យឬក៏មេតបរបស់ព្រះអង្គហ្នឹងតាមមកក៏ដល់កន្លែងកន្ទងហ្នឹងគួចបឹងលំកុដខេត្តរតនគិរីនៅពេលដែលចាប់បានហើយហោរាទូទាយថាកុំឲ្យព្រះអង្គវះក្រពើហ្នឹងកុំឲ្យវះក្រពើទុកឲ្យក្រពើហ្នឹងខ្ជាក់ចេញមកដោយខ្លួនឯងព្រះនាងនឹងនៅមានជីវិតក៏ប៉ុន្តែដោយសារតែហេតុថាព្រះអង្គហ្នឹងដូចថានឹករលឹកបុត្រីពេកស្រឡាញ់បុត្រីពេកដូចថាអន្តះសាចង់ឃើញចង់ដឹងអញ្ចឹងក៏ឲ្យគេវះមុនក្រពើខ្ជាក់អញ្ចឹងចាប់ក្រពើនឹងវះពោះមកគឺឃើញព្រះនាងនៅក្នុងពោះក្រពើគឺនៅដូចថាសាច់នៅក្តៅអ៊ុនគឺបញ្ជាក់ថាបើសិនជាព្រះអង្គទុកឲ្យក្រពើខ្ជាក់គឺព្រះនាងប្រកាសជានៅមានជីវិតប៉ុន្តែដល់ព្រះអង្គអត់ធ្វើតាមហោរាក៏វះពោះក្រពើព្រះនាងក៏សុគតទៅហើយនៅពេលដែលព្រះនាងសុគតហើយព្រះអង្គក៏បូជាព្រះនាងនៅស្រុកលំផាត់នឹងនៅលំផាត់នឹងហើយឲ្យគ្រូផ្សងធ្វើកន្ទងបណ្ដែតបន្តទៅទៀតបើកន្ទងនឹងទើឈប់នៅត្រង់ណាគឺព្រះនាងចង់គង់នៅត្រង់នោះអញ្ចឹងក៏បណ្ដែតកន្ទងមកកន្ទងក៏មកទៅនៅភូមិសម្បូរស្រុកសម្បូរខេត្តក្រចេះនឹងព្រះអង្គក៏ឲ្យគេធ្វើចដីមួយយ៉ាងធំហើយឲ្យគេចាប់ស្ត្រីមានផ្ទៃពោះចំនួន20នាក់យកមកសម្លាប់ហើយយកក្បាលធ្វើជាគ្រឹះរបស់ចដីហើយតាមរឿងពីបុរាណហ្នឹងគឺដំណាលថាពុំមាននរណាម្នាក់ហ៊ានដើរកាត់មុខចដីនេះទេហើយឲ្យសាងរូបស្ត្រីក្រមុំក្រពុំឈូកឈរនៅលើចេតិយដោយតម្រូវឲ្យគេយកស្បែកក្រពើនេះធន់ទៅពន្លះឆ្កាងទាំងអស់ហើយដាក់នៅក្បែរចេតិយនោះបើមានស្ត្រីមានផ្ទៃពោះដើរកាត់គឺត្រូវស្លាប់ភ្លាមរហូតក្រោយមកឲ្យតែមានបុណ្យសពគេតែងតែចងទង់ស្បែកក្រពើជានិច្ចបច្ចុប្បន្នដោយសារស្បែកក្រពើថ្លៃទើបគេយកក្រណាត់កាត់ជារាងក្រពើមកធ្វើជាទង់ជំនួសវិញចំណែកវិហារសសរ100វិញគឺកសាងឡើងដើម្បីឧទ្ទិសសូមឲ្យព្រះវិហារនេះថែរក្សាព្រលឹងរបស់ព្រះនាងវរភ័ក្រដែលជាបុត្រីសំណប់របស់ព្រះអង្គហើយដើម្បីលើកសសរនេះឡើងគឺគេត្រូវបូជាយ៉ាញ់ស្រីក្រមុំចំនួន100នាក់គឺ100ស្រីក្រមុំ100នាក់ហ្នឹងគឺឲ្យតែងខ្លួនឲ្យស្អាតពាក់គ្រឿងអលង្ការកដៃហើយនៅកជើងហើយអង្គុយគៀកនឹងមាត់រណ្ដៅហើយបែរមុខទៅរករណ្ដៅដៃប្រណម្យលើកឡើងកាន់គ្រឿងសក្ការៈបូជាហើយឯពេជ្ជឃាតក៏មាន100នាក់ដែរនាងទាំង100ហ្នឹងគឺគាត់ស្ម័គ្រចិត្តតាមបំរើព្រះនាងដូចថាជាអ្នកបំរើពេលដែលព្រះនាងនៅរស់ជាអ្នកបំរើហើយពេលដែលព្រះនាងស្លាប់ទៅក៏ស្ម័គ្រចិត្តតាមបំរើព្រះនាងទៀតក៏សុខចិត្តបូជាជីវិតដោយអង្គុយគៀកនៅបែរមុខទៅរករណ្ដៅដោយដៃប្រណម្យឡើងកាន់គ្រឿងសក្ការៈបូជាឯពេជ្ជឃាតទាំង100នាក់ដូចថានាងមាន100ពេជ្ជឃាតក៏មាន100ដែរពេជ្ជឃាតហ្នឹងដៃហ្នឹងកាន់ដាវយ៉ាងមុតហើយរងចាំស្ដាប់បរោហិតទាំងឡាយដែលគេទូងស្គរបើកាលណាទូងស្គរចំនួន3ដងគឺពេជ្ជឃាតទាំងអស់នឹងវត្តដាវព្រមគ្នាមួយឆ្វាច់បណ្ដាច់កនាងទាំងនោះហើយរុញទម្លាក់ទៅក្នុងរណ្ដៅឲ្យនាងទាំងនោះថែរក្សាសសរទាំងនោះម្នាក់មួយជាអមតៈរូបសំណាកព្រះនាងវរភ័ក្រឬក៏ក្រពុំឈូកនេះមកដល់សប្តាហ៍ថ្ងៃគឺនៅតែមានមហិទ្ធិឫទ្ធិខ្លាំងពូកែនៅឡើយដោយសារមានលោកយាយលោកតានៅទីនោះគាត់បានប្រាប់ថាបើសិនជានៅកន្លែងរបស់ព្រះនាងហ្នឹងដូចថាត្រូវលាបពណ៌ត្រូវអីថ្មីគឺមិនអាចយកជាងប្រុសយកមកលាបបានទេលាបឲ្យលាបតែជាងស្រីទេដោយសារថ្ងៃមួយពេលដែលជាងស្រីនឹងថាគាត់ធ្វើយូរហើយ5ថ្ងៃហើយនៅតែមិនហើយអញ្ចឹងក៏ឲ្យជាងប្រុសមកជួយធ្វើប៉ុន្តែពេលដែលជាងប្រុសធ្វើហ្នឹងគឺធ្វើអត់បានទេអត់បានធ្វើទេគឺមានអ្នកចាប់ទាញសក់បាទាញចេញទាញមិនឲ្យធ្វើហើយមួយទៀតសម្លៀកបំពាក់របស់ព្រះនាង
គឺត្រូវផ្លាស់ប្ដូរនៅរៀងរាល់ថ្ងៃពេញបរមីហើយនឹងថ្ងៃខែដាច់គឺ2សប្តាហ៍ត្រូវដូរសម្លៀកបំពាក់ម្ដងអ្នកប្រុសហ្នឹងមិនថាតែលាបពណ៌ដូរសម្លៀកបំពាក់អីទេសូម្បីតែបោសជូតនៅកន្លែងហ្នឹងក៏មិនអោយបោសដែរហើយនៅពេលណាដែលមានបងប្អូនយើងដូចថាគាត់បន់ថាពេលដែលបានសម្រេចគឺគាត់នឹងដូចថាទិញសម្លៀកបំពាក់អីយកទៅលាបបំណន់អញ្ចឹងគឺបងប្អូនត្រូវទិញជាកណាត់សម្ពុតដែលមិនទាន់កាត់ជាសម្ពុតទេណាហើយនឹងជាស្បៃអីចឹងដើម្បីឲ្យលោកយាយដែលគាត់នៅថែរក្សានៅទីហ្នឹងគាត់បដូរឲ្យគឺបើសិនជាយើងទិញជាអាវស្រាប់ឬក៏សម្ពុតនឹងកាត់រួចគឺមិនអាចដូរកើតទេតោះតែទិញអាលាតអត់ទាន់កាត់ហើយនៅពេលដែលថាយើងទៅទិញដូចថាយើងទិញយកទៅឲ្យថ្ងៃហ្នឹងគឺគាត់បដូរឲ្យព្រះនាងថ្ងៃហ្នឹងតែម្ដងប៉ុន្តែបើអត់មានអ្នកណាលាបំណន់អីទេគឺគាត់បដូរឲ្យនៅរៀងរាល់ថ្ងៃពេញបរមីហើយនឹងថ្ងៃខែដាច់មួយយ៉ាងទៀតដូចថាបើយើងបែបន់ថាថ្វាយអីគឺយើងត្រូវថ្វាយនឹងសប្តាហ៍ថ្ងៃនេះមានប្រជាជនជាច្រើនទាំងអ្នកនៅក្នុងប្រទេសទាំងក្រៅប្រទេសហើយមានជនបរទេសគឺចេញចូលនៅវត្តសសរ100ហ្នឹងជាហូហែមិនចេះដាច់ហើយមនុស្សច្រើនគឺភាគច្រើននៅថ្ងៃសិលគឺមនុស្សច្រើនថ្ងៃសិលមនុស្សច្រើនជាងថ្ងៃផ្សេងចាស់ការរៀបរាប់របស់ខ្ញុំនេះគឺទោះជាមិនមានអំណះជាក់លាក់ក៏ពិតមែនក៏ប៉ុន្តែទាំងការបរិច្ឆេទនិងទីកន្លែងកើតហេតុទាំងឈ្មោះភូមិស្រុកនានាហើយរូបសំណាកដូចជារូបសំណាកព្រះនាងហើយនឹងសសរ100ចេតិយរបស់ព្រះនាងក្រពើនេនធនហើយភ្នំសុពណ៌កាលីគឺសប្តាហ៍ថ្ងៃនេះគឺមានពិតមែនហើយសសរនៅសល់3ដើមហ្នឹងក៏មានដែរហើយប្រាប់របស់ខ្ញុំមកនេះគឺខ្ញុំដកស្រង់ពីសៀវភៅប្រវត្តិវិទ្យាផងនិងតាមរឿងព្រេងបុរាណផងបើមានខុសទោសត្រង់ណាសូមមេត្តាអធ្យាស្រ័យអភ័យទោសជាចុងក្រោយសូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរព្រះគុណនិងអរគុណជូនពរបងប្អូនមានសុខភាពល្អ